បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនថ្ងៃនេះហើយ concept យើងថ្ងៃនេះគឺចង់បង្រៀនបងប្អូនឲ្យស្គាល់ច្បាស់អំពីទីផ្សារណាក៏ដូចជាតម្លៃហាងឆេងនិងតម្លៃរូបិយប័ណ្ណនានានៅលើទីផ្សារយើងផងដែរអញ្ចឹងដើម្បីឲ្យរៀនកាន់តែច្បាស់ជាដំបូងយើងត្រូវមកស្គាល់ពាក់ព័ន្ធជាមួយនឹង concept ដែលជាទម្រង់បែបcontinuation and reversal ជាមុនសិនណាអញ្ចឹងយើងត្រូវដឹងថា អឺតើទម្រង់ក៏ដូចជារូបមន្ត model មួយនេះវាមានលក្ខណៈបែបណានៅលើ concept របស់យើងបាទអញ្ចឹងនេះជាអ្វីដែលជាចំណុចចាប់ផ្ដើមដែលយើងត្រូវរៀនអំពីមេរៀនថ្មីៗក៏ដូចជា concept ថ្មីៗដើម្បីអីដើម្បីឲ្យការត្រេះរបស់យើងទៅមុខហ្នឹងគឺមានការល្អប្រសើរជាងមុនបាទអញ្ចឹងជាដំបូង ហ្នឹងហើយជាដំបូងយើងមកស្វែងយល់អំពីការបង្កើតតំបន់ demand ឬក៏ supply ថាតើវាក៏កើតចេញជាប្រមាណប្រភេទហ្នឹងហើយហើយវាមានអីខ្លះអញ្ចឹងយើងមកតាមដានទាំងអស់គ្នាជាដំបូងអ្វីដែលយើងកំពុងតែឃើញហ្នឹងអ្វីទៅជា range អ្វីទៅជា range អញ្ចឹងដើម្បីបញ្ចូលឲ្យគ្នាយើងបានយល់ហើយក៏ដូចជាមានភាពងាយស្រួលយល់ជាងមុនអញ្ចឹងបងប្អូនត្រូវដឹងថាមុននឹងមានការបង្កើតណាមុននឹងមានការបង្កើតឲ្យមានតំបន់ supply ឬក៏ demand zone នេះគឺវាមានការកកើតចេញជាពីរប្រភេទបាទចេញជាពីរប្រភេទមានន័យថាអឺនៅក្នុងតំបន់ឬក៏តម្លៃនៅក្នុងទីផ្សារយើងហ្នឹងគឺវាមានពីរប្រភេទដែលពីរប្រភេទហ្នឹងគឺទីមួយគឺមាន pivot ហើយទីពីរគឺមាន range ហ្នឹងឯងបាទអញ្ចឹងលក្ខណៈវាគឺបែបម៉េចអញ្ចឹងយើងកន្លែងមកមើល pivot បាទអឺលក្ខខណ្ឌណាអ្នកលក្ខខណ្ឌនៃការកកើតpivot គឺវាអត់មានអីច្រើនទេបាទវាអត់មានអីច្រើនទេគឺវាមានទំនុកនេះដូចបងប្អូនឃើញ like គឺយើងចូលមកដល់ range អញ្ចឹងនៅក្នុង range នេះដែរបាទអញ្ចឹងវាគឺជាតម្លៃមួយដែលទីផ្សារបានបង្កើតណាឲ្យមានតម្លៃទៅវិញទៅមកនៅក្នុងតំបន់មួយដែលគេឲ្យឈ្មោះថាជា range នឹងឯងបាទជា range នឹងឯងអញ្ចឹងហើយបងប្អូនត្រូវតែព្យាយាមស្វែងយល់អំពីការកកើតណានៃតំបន់នីមួយៗពាក់ព័ន្ធជាមួយនឹង pivot ហើយជាមួយនឹង range ដោយសារតែអឺនៅលើទីផ្សារយើងជាក់ស្ដែងនេះគឺវាមានតែពីរហ្នឹងទេណាវាមានតែពីរសណ្ឋានហ្នឹងឯងហើយតម្លៃគឺជាក់ស្ដែងគឺយើងមើលទៅលើផ្អែកទៅលើទីផ្សារជាក់ស្ដែងណាវាមានទំហំធំហើយក៏ដូចជាការកកើតវាគឺមានលក្ខណៈខុសគ្នាណាអំពីរូបមន្តមេរៀនយើងក៏ដូចជាអឺអ្វីដែលយើងរៀនប៉ុន្តែអឺយើងត្រូវចាំថាអ្វីដែលយើងរៀននេះគឺយើងអាចណាបង្កើតទៅជារូបមន្តមួយនៅក្នុងការset up បានដូចគ្នាហ្នឹងហើយអញ្ចឹងហើយមេរៀនបន្ទាប់ណាមេរៀនបន្ទាប់គឺយើងរៀនអំពីការអឺចាប់ក៏ដូចជាការរកនៅតម្លៃនៃតំបន់ទាំងអស់នេះជាក់ស្ដែងជាមួយគ្នាហ្នឹងហើយអញ្ចឹងហើយបងប្អូនត្រូវព្យាយាមរៀនហើយក៏ដូចជាយល់អំពីមេរៀនមួយនេះជាមុនសិនបាទអញ្ចឹងយើងចូលមកដល់មេរៀនបន្ទាប់បាទអញ្ចឹងចំណុចបន្ទាប់នេះគឺយើងនិយាយអំពី range supply ហ្នឹងហើយអញ្ចឹងយើងមកមើលពីការកកើតវាថាតើការកកើតវាមានលក្ខណៈបែបម៉េចអញ្ចឹងអានេះវាជាជំហានដំបូងដែលបងប្អូនគួរតែយល់ហើយក៏ដូចជាឲ្យយើងចំណាំណាពាក់ព័ន្ធជាមួយនឹងការមើលផ្សារអញ្ចឹងនៅក្នុងតំបន់ range នេះឯងបាទនៅក្នុងតំបន់ range នេះឯងគឺវាបានបង្កើតទៅជាតំបន់មួយដែលគេហៅថាតម្លៃណាតម្លៃ range ទៅវិញទៅមកនឹងឯងដូចអ្វីដែលយើងរៀនកន្លងមកមិញហ្នឹងណាអញ្ចឹងតំបន់នេះ
គេហៅថាជាតំបន់supply range supply ដែលមេរៀនយើងពីមុនគឺយើងបានរៀនហើយគឺវាពាក់ព័ន្ធជាមួយនឹង best ហើយណាអញ្ចឹងតំបន់នេះគឺវាបានបង្កើតទៅជាតំបន់ best ដែលយើងបានរៀនកន្លងមកគឺទីផ្សារធ្វើការចុះហើយបានបង្កើតទៅជាតំបន់អីគេហៅថា best នឹងឯងហើយទីផ្សារធ្វើការចុះមកដែលបង្កើតទៅជាតំបន់ best នឹងអញ្ចឹងកន្លែងនេះឯងគឺយើងអាចចាត់ទុកវាបានថាជាតំបន់supply zone ណាដែលទីផ្សារបានបង្កើតនៅតម្លៃមួយហ្នឹងហើយកន្លែងនេះក៏ដូចគ្នាដែរបាទកន្លែងនេះក៏យើងអាចចាត់ទុកវាជា range supply ដូចគ្នាហ្នឹងហើយអញ្ចឹងបងប្អូនសួរថាតើ range យើងអាចចាប់បែបម៉េចអាចចាប់5ទៀន6ទៀនឬក៏7ទៀនបានអត់អញ្ចឹងអាហ្នឹងរូបមន្តជាក់ស្ដែងគឺយើងនឹងមាននៅមេរៀនខាងមុខទៀតណាតែដំបូងនេះគឺយើងគ្រាន់តែចង់បង្ហាញអំពីការកកើតក៏ដូចជាយើងស្គាល់នៃរូបមន្តមេរៀននេះជាមុនសិនហ្នឹងហើយអញ្ចឹងបងប្អូនឃើញទេចំណែក high volt បាទចំណែក high volt គឺវាមានអត់មានច្រើនទេវាមានតែ1 candle ហើយនឹង2 candle តែប៉ុណ្្នឹងឯងវាស្រួលជាងrange ណាដែលជាការបង្កើតនៃតម្លៃrange វាច្រើនហ្នឹងណាអញ្ចឹងចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនតិចពាក់ព័ន្ធជាមួយនឹងhigh volt បាទ high volt វាដូចគ្នាទៅនឹង range អញ្ចឹងឯងប៉ុន្តែគ្រាន់តែ light វាអាចនិយាយបានថាវាស្រួលមើលជាងអញ្ចឹងណាវាអាចស្រួលមើលជាងដោយសារអីដោយសារតែវាអត់ស្មុគស្មាញនៅក្នុងការកកើតបាទមិនមែនដូចជា range ទេ range គឺវាកកើតជាលក្ខណៈ candle range ជាលក្ខណៈ best អញ្ចឹងពេលដែលវា best វាធ្វើការកើតcandle ច្រើនមុននឹងវា break នៅតម្លៃណាមួយណាអូខេអញ្ចឹងចំណុចនេះគឺវាមានតែប៉ុណ្្នឹងហើយយើងពាក់ព័ន្ធជាមួយនឹងdemand ក៏ដូចគ្នាដែរអញ្ចឹង demand ក៏វាមានការកកើតបែប range ក៏ដូចជា pivot ណាវាដូចគ្នាអញ្ចឹងនៅក្នុងការកកើតវាអញ្ចឹងហើយបើខ្ញុំបញ្ជាក់ទៅមេរៀនមិញហ្នឹងគឺពាក់ព័ន្ធជាមួយនឹងconcept ពីរនេះគឺវាមានតែពីរទេនៅលើទីផ្សារហ្នឹងតម្លៃគឺជាក់ស្ដែងគឺវាជាក់ស្ដែងគឺទៅតាមតម្លៃក៏ដូចជាការកកើតនៅលើទីផ្សារតើវាមានទំហំប៉ុណ្ណាឯងបាទអញ្ចឹងអាហ្នឹងវាមានតែប៉ុណ្ណឹងហើយយើងចូលដល់បន្ទាប់បាទអញ្ចឹងយើងចូលមកដល់ model យើងវិញបាទយើងចូលមកដល់model យើងវិញគឺដែលជា model ដំបូងណាដែលយើងត្រូវរៀនគឺពាក់ព័ន្ធជាមួយនឹង continuation demand ណា continuation model អញ្ចឹងសម្រាប់ continuation ហ្នឹងគឺយើងចង់សំដៅទៅលើទីផ្សារណាទៅលើទីផ្សារឡើងឬក៏ចុះអញ្ចឹងវាមានន័យថាម៉េចគឺបងប្អូនឃើញនៅក្នុងរូបភាពជាក់ស្ដែងគឺយើងមានទីផ្សារធ្វើការឡើងណាឡើងហើយมันបង្កើតជា best ហើយអញ្ចឹងពេលណាដែលបង្កើតជា best តំបន់កណ្ដាលនេះជា range អញ្ចឹងកាលណាដែលជា range តម្លៃហ្នឹងគឺយើងអត់ទាន់អាចសន្មតថាតើទីផ្សារវាទៅណាទេហើយអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងគឺយើងមានតែរងចាំនៅក្នុងតម្លៃណាមួយដែលវាធ្វើការ break អញ្ចឹងនៅក្នុងទីផ្សារនេះគេបានបញ្ជាក់ថាទីផ្សារធ្វើការ break នៅតម្លៃនៃ rate នេះអញ្ចឹងវាធ្វើការឡើងទៅពេលដែលវាធ្វើការឡើងអញ្ចឹងលក្ខណៈហ្នឹងគឺវាបានបង្កើតទៅជាតំបន់មួយគេហៅថា best នឹងឯងឬក៏ range នឹងឯងណា range supply ឬក៏ demand នឹងឯងអញ្ចឹងពេលណាដែលវាធ្វើការ break នឹងតម្លៃហ្នឹងហើយអញ្ចឹងទីផ្សារគឺវាធ្វើការpull back ហើយនឹងវាធ្វើការឡើងទៅតណាដែលជាលក្ខណៈ continue អញ្ចឹងបងប្អូនឃើញទេឡើងហើយ best ហើយឡើងទៀតអញ្ចឹងទីផ្សារវានឹងធ្វើការបន្តនៅដំណើរនៃការឡើងរបស់វាបន្តទៀតចឹងទៅបាទអញ្ចឹងតម្លៃគឺយើងពាក់ព័ន្ធជាមួយនឹងcontinuation របស់supply ម្ដងដែលជា model sell បាទដែលជា model របស់ supply អញ្ចឹងវាដូចគ្នាអញ្ចឹងពេលដែលទីផ្សារធ្វើការចុះបាទ
ចឹងទីផ្សារធ្វើការចុះវាបង្កើតចេញជាអីគេបង្កើតចេញជា best ហើយអូខេអញ្ចឹងពេលដែលវាបង្កើតចេញជា best គឺវាធ្វើការ break វាធ្វើការ break នៅតម្លៃ range មួយហ្នឹងវាបានបង្កើតទៅជា continuation ណា continuation model របស់យើងដែលជាទម្រង់ concept យើងកំពុងរៀននឹងឯងអូខេអញ្ចឹងអ្វីដែលទីផ្សារធ្វើការ break នេះគឺគេចង់បញ្ជាក់ឃើញថាទីផ្សារបានធ្វើការ continue ណា continue trend មានថាទីផ្សារនឹងធ្វើការចុះបន្តមុននឹងវាចុះបន្តវាត្រូវតែ pull back ណាមករកអីមករកតំបន់មួយនេះអូខេហ្នឹងហើយអញ្ចឹងកន្លែងនេះចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនតិចមិនថាពាក់ព័ន្ធជាមួយនឹងrange ណា range ឬក៏ pivot ទេវាជាទម្រង់ឬជារូបមន្តតែមួយដែលយើងកំពុងរៀនឯងអញ្ចឹងបើសិនជាបងប្អូនចាប់បាននៅលើទីផ្សារឬក៏ពាក់ព័ន្ធជាមួយនឹងការកកើតខុសពីរូបមន្តអាហ្នឹងវាជាបទពិសោធន៍ក៏ដូចជាអ្វីជាក់ស្ដែងដែលយើងនឹងរៀនណានៅមេរៀនខាងមុខហើយយើងនឹងចាប់អឺមេរៀនហ្នឹងទៅអនុវត្តជាក់ស្ដែងជាមួយនឹងមេរៀនយើងដូចគ្នាណា អូខេអញ្ចឹងចំណុចនេះគឺយើងមានតែប៉ុណ្្នឹងឯងពាក់ព័ន្ធជាមួយនឹងcontinuation model បាទអញ្ចឹងយើងចូលទៅកាន់ចំណុចបន្ទាប់ហ្នឹងហើយអញ្ចឹងចំណុចបន្ទាប់នេះគឺយើងរៀនអំពីរូបមន្ត reversal ម្ដងអញ្ចឹងមិញយើងរៀនអំពី continuation model អញ្ចឹងឥឡូវនេះគឺយើងរៀនអំពី reversal model ម្ដងដែល reversal នេះគឺវាខុសគ្នាជាមួយនឹងmodel មុនគឺដោយឡែកគឺបងប្អូនឃើញទេទី1គឺទីផ្សារធ្វើការចុះណាធ្វើការចុះហើយវាបង្កើតបានទៅជា range បាទអញ្ចឹងពេលដែលវាធ្វើការបង្កើតទៅជា range នៅតំបន់នេះអញ្ចឹងពេលបងប្អូនឃើញគឺវាអត់ទាន់មានការបង្កើត break នៅតម្លៃណាមួយទេអញ្ចឹងវានៅក្នុងតំបន់ range ទៅវិញទៅមកណាទៅវិញមកអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះដែរគឺទីផ្សារធ្វើការ break ឡើងលើដែលយើងអាចបង្កើតចេញជាតំបន់អីតំបន់ demand ហ្នឹងហើយដែលជាតំបន់ range ហ្នឹងកាលណាដែលទីផ្សារធ្វើការចុះបន្ទាប់មកបង្កើតបានចេញជា range ហើយបន្ទាប់មកទីផ្សារធ្វើការឡើងទៅវិញអាហ្នឹងគេហៅ reversal ឯងអញ្ចឹងពេលណាដែល reversal វាផ្ទុយគ្នាវាផ្ទុយគ្នាពី model ចាស់គឺ continue continue គឺបានន័យថាចុះហើយបន្តមកចុះទៀតអូខេចុះហើយចុះទៀតប៉ុន្តែដល់ឡែកពាក់ព័ន្ធជាមួយនឹងពាក់ព័ន្ធជាមួយនឹង reversal យើងគឺពេលដែលទីផ្សារធ្វើការចុះទីផ្សារបង្កើតតំបន់ range ហើយទីផ្សារធ្វើការឡើងទៅវិញបាទដែលវាបានបង្កើតណានៅតំបន់មួយគេហៅថា demand zone ឯងអញ្ចឹងវាធ្វើការឡើងវាបានផ្លាស់ប្ដូរលំហូរអញ្ចឹងបងប្អូនត្រូវចាប់ឲ្យបានណាចំណុចហ្នឹងវាអាចនឹងមានភាពស្មុគស្មាញប៉ុន្តែបើសិនជាគ្នាយើងគាត់យករូបមន្តអ្វីដែលយើងបានរៀនយកទៅអនុវត្តខ្ញុំជឿថាយើងមានលទ្ធផលល្អក៏ដូចជាអឺជួបនឹងបទពិសោធន៍ថ្មីៗច្រើនជាងអ្វីដែលយើងព្រៀងទុកអញ្ចឹងទៅអូខេអញ្ចឹងយើងចូលមកដល់មេរៀននេះវិញពាក់ព័ន្ធជាមួយនឹង supply ម្ដងបាទពាក់ព័ន្ធជាមួយ range supply អញ្ចឹង range supply ដូចគ្នាបាទ range supply ដូចគ្នាវាអត់ខុសគ្នាអីពី demand ទេអញ្ចឹងនៅពេលដែលទីផ្សារហ្នឹងធ្វើការឡើងបាទអធ្យាស្រ័យបាទពេលដែលទីផ្សារធ្វើការឡើងអញ្ចឹងវាបង្កើតចេញជាអីជា range ទៅតោះមកធ្វើការចុះហ្នឹងហើយអញ្ចឹងវាដូចគ្នាអញ្ចឹងវាធ្វើការចុះបានន័យថាវា reversal គ្រប់ពេលស្របពេលដែលទីផ្សារកំពុងតែឡើងប៉ុន្តែទីផ្សារបានបង្កើត range ហើយបន្ទាប់មកទីផ្សារបាន break នៅតម្លៃ range ហ្នឹងបានចុះក្រោមអាហ្នឹងគេឲ្យឈ្មោះថា reversal model ហ្នឹងឯងហើយទីផ្សារធ្វើការ pull back និងត្រឡប់ទៅតណាអូខេអញ្ចឹង pivot ក៏ដូចគ្នាដែរសម្រាប់ pivot គឺយើងអត់មានជាលក្ខណៈ range ទេអ្វីដែលបងប្អូនឃើញគឺវាអត់មាន range ទេណាអញ្ចឹងវាដូចគ្នាទេប៉ុន្តែពីរហ្នឹងគឺបងប្អូនត្រូវចាំថារូបមន្តក៏ដូចជា concept មួយហ្នឹងគឺវា
ដូចគ្នាបាទដូចគ្នាវាអត់ខុសគ្នាទេហើយនៅលើទីផ្សារខ្ញុំបញ្ជាក់ម្ដងទៀតគឺរូបមន្តអឺ range និង pivot ហ្នឹងគឺវាមានតែពីរទេនៅលើទីផ្សារហ្នឹងឯងបាទអូខេអញ្ចឹងយើងចូលទៅដល់ចំណុចបន្ទាប់បាទយើងចូលទៅដល់ចំណុចបន្ទាប់ហ្នឹងហើយអញ្ចឹងយើងចូលមកដល់ចំណុចនេះគឺវាអត់មានអីទេគ្រាន់តែខ្ញុំចង់បញ្ជាក់បងប្អូនពាក់ព័ន្ធជាមួយនឹងទី1គឺយើងពាក់ព័ន្ធជាមួយនឹងការមើលនៃរូបភាពណានៃរូបភាពនៃតំបន់រែងក៏ដូចជាតំបន់ plywood ថាតើវាមានលក្ខណៈបែបម៉េចហើយថាតើយើងគួរតែធ្វើការចាប់ក៏ដូចជាស្វែងយល់វាបែបណាអញ្ចឹងណាអូខេអញ្ចឹងមេរៀនចំណុចទាំងអស់នេះគឺខ្ញុំចង់ជំរាបជូនទាំងអស់គ្នាថាយើងត្រូវតែព្យាយាមខំប្រឹងរៀនហើយខំប្រឹងស្វែងយល់អំពីទីផ្សារជាក់ស្ដែងណាហើយយើងព្យាយាមយករូបមន្តមេរៀនអ្វីដែលយើងបានរៀនយកទៅអនុវត្តនៅលើទីផ្សារអញ្ចឹងมันវាឆាប់បានផលអូខេអញ្ចឹងចំណុចនេះគឺយើងមានជាលក្ខណៈរូបភាពប៉ុន្តែមេរៀនក្រោយគឺយើងមានជាលក្ខណៈការអនុវត្តជាក់ស្ដែងនៅលើទីផ្សារថាតើការចាប់ក៏ដូចជាយើងយករូបមន្តទៅអឺដាក់នៅលើទីផ្សារថាតើវាមានលក្ខណៈបែបម៉េចណាអូខេអញ្ចឹងមេរៀនហ្នឹងគឺខ្ញុំសង្ឃឹមថាបងប្អូននឹងឆាប់យល់ក៏ដូចជាឆាប់ចាប់បានទាំងអស់គ្នាណាអញ្ចឹងវាអត់មានអីច្រើនទេនៅក្នុងមេរៀននេះហើយយើងនឹងជួបគ្នានៅមេរៀនក្រោយដែលជាមេរៀនយើងអនុវត្តជាក់ស្ដែងទាំងអស់គ្នាណាអូខេអញ្ចឹងអរគុណច្រើន